នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតតាមរយៈសំណេរបង្ហោះនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃទី13ខែមករាបានប្រកាសពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មឆបោកក្នុងប្រទេសកម្ពុជាចំពោះលោកហ៊ុនម៉ាណែតការដោះស្រាយឧក្រិដ្ឋកម្មអនឡាញគឺជាកិច្ចការអាទិភាពសំខាន់របស់ជាតិព្រោះបញ្ហានេះបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខនិងសណ្ដាប់ធ្នាប់ប្រទេសប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតបានប្រកាសជាចំហថារដ្ឋាភិបាលកម្ពុជានឹងយកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាចំណុចសំខាន់បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀតតាមសំណេរបង្ហោះនៅក្នុងទំព័រ Facebook របស់លោកហ៊ុនម៉ាណែតនៅយប់ថ្ងៃទី13ខែមករាបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជារឿងអាទិភាពមួយសម្រាប់គោលនយោបាយរបស់រដ្ឋាភិបាលនៃអាណត្តិទី7នេះបើតាមលោកហ៊ុនម៉ាណែតការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកំណត់យកការបង្ក្រាបអំពើឆបោកអនឡាញជាការងារអាទិភាពរបស់ជាតិពុំមែនជារឿងចៃដន្យឡើយព្រោះវាជាកិច្ចការអាទិភាពដែលមានស្រាប់នៅក្នុងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7និងថាកន្លងមករដ្ឋាភិបាលក៏បានចាត់វិធានការជាបន្តបន្ទាប់ដោយទទួលបាននៅលទ្ធផលវិជ្ជមានដោយមើលឃើញនិងចាត់ទុកអំពើឆបោកអនឡាញបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សង្គមជាតិលោកហ៊ុនម៉ាណែតទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសពលរដ្ឋខ្មែររួបរวมគ្នាជួយគ្នាលុបបំបាត់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញសម្ដៅបន្តលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិអ្នកវិភាគសង្គមមួយចំនួនបានដាក់ការសង្ស័យថាវិធានការដែលរដ្ឋាភិបាលដាក់ចេញមកដើម្បីបង្ក្រាបបទល្មើសឆបោកអនឡាញជាវិធានការនយោបាយប្រជាពិធដ្ឋគួរជម្រាបថារដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញផែនការទ្រង់ទ្រាយធំក្នុងការបង្ក្រាបឆបោកអនឡាញទូទាំងប្រទេសនិងបានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី5ខែមករាឆ្នាំ2026ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំគិតត្រឹមថ្ងៃទី18ខែធ្នូឆ្នាំ2025របាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្ហាញថាអាជ្ញាធរបានឃាត់ខ្លួនជនបរទេសជិត5000នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញក្នុងចំណោមជនសង្ស័យទាំងនោះមានជាង160នាក់កំពុងស្ថិតនៅក្នុងសំណុំរឿងធំៗចំនួន35ជាមុខសញ្ញាមេខ្លោងនិងបកពួកផ្សំគំនិតនិងដែលត្រូវបានបញ្ជូនទៅតុលាការជនបរទេសដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញភាគច្រើនជាជនជាតិចិន តៃវ៉ាន់ វៀតណាម ជប៉ុន កូរ៉េ ឥណ្ឌូនេស៊ី ភូមា ម៉ាឡេស៊ីនិងជនជាតិខ្មែរ